សូមស្វាគមន៍មកកាន់ខ្សែភាពយន្តខ្នាតខ្លីចំណងជើងថាសម្បត្តិដែលគ្មានអ្នកអាននិងវាសនាក្នុងអតីតកាលសូមរីករាយទស្សនាដោយក្តីរំជួនចិត្តនៅឆ្នាំ1965ក្នុងរាជធានីភ្នំពេញដ៏ស្រស់បំព្រងសូវណ្ណជាអ្នករត់ស៊ីក្លូក្រីក្រម្នាក់តែងតែអង្គុយរង់ចាំមួយនៅក្បែរចំណតស៊ីក្លូសូវណ្ណសម្លឹងមើលមហាវិថីព្រះនរោត្តមដែលពោរពេញដោយរថយន្តស៊េរីចាស់ៗនិងជីវិតដ៏អ៊ូអរចិត្តរបស់សូវណ្ណតែងតែនឹកគិតដល់បុប្ផាដែលជាកូនស្រីមហាសេដ្ឋីរស់នៅក្នុងវីឡាដ៏ស្កឹមស្កៃជារៀងរាល់ព្រឹកសូវណ្ណតែងតែជិះស៊ីក្លូកាត់មុខវីឡាបុរាណរបស់បុប្ផាដើម្បីបានឃើញមុខម្ចាស់ចិត្តសូវណ្ណសរសេរសម្បុត្រស្នេហ៍រាប់រយច្បាប់ដែលបង្កប់នៃកំណាព្យយ៉ាងផ្អែមល្ហែមបំផុតសូវណ្ណសង្ឃឹមថាថ្ងៃណាមួយបុប្ផានឹងបានដឹងពីទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់សូវណ្ណនៅថ្ងៃឈប់សម្រាកបុប្ផាតែងតែលួចមកអង្គុយនៅហាងកាហ្វេបុរាណមួយដើម្បីរង់ចាំជួបសូវណ្ណនិងបុប្ផាបានជួបគ្នាដោយសម្ងាត់និងផ្លាស់ប្ដូរពាក្យពេចន៍សញ្ញាស្នេហ៍ចំពោះគ្នាបុប្ផាមិនដែលរើសអើងឋានៈក្រីក្ររបស់សូវណ្ណឡើយដោយសារមិនអាចជួបគ្នាបានរាល់ថ្ងៃសូវណ្ណក៏បានពឹងពាក់នារីដែលជាអ្នកបម្រើឲ្យជួយយកសម្បុត្រទៅឲ្យបុប្ផាសូវណ្ណជឿជាក់លើទឹកចិត្តរបស់នារីដោយមិនដឹងថានារីមានចិត្តច្នៃនឹងបុប្ផាឡើយសូវណ្ណប្រគល់សម្បុត្រស្នេហ៍ចុងក្រោយឲ្យនារីយ៉ាងមានសង្ឃឹមនារីកាន់សម្បុត្រនោះដោយកំហឹងនិងសេចក្តីសោកខ្ពំចំពោះវាសនាដ៏ល្អរបស់បុប្ផានារីគិតថាបុប្ផាមិនគួរទទួលស្នេហាដ៏បរិសុទ្ធពីសូវណ្ណបែបនេះទេនារីសម្រេចចិត្តមិនយកសម្បុត្រទាំងនោះទៅឲ្យបុប្ផាឡើយនារីដើរទៅក្រោយផ្ទះដែលមានឡដុតនំប៉័ងចាស់មួយដែលឡើងប្រើប្រាស់ជាយូរមកហើយនារីមើលឆ្វេងមើលស្ដាំដើម្បីប្រាកដថាគ្មាននរណាម្នាក់មើលឃើញសកម្មភាពរបស់នារីបានបោះសម្បុត្រទាំងអស់របស់សូវណ្ណចូលទៅក្នុងឡដ៏ខ្មៅងងឹតនោះឡដុតនំប៉័ងចាស់បានក្លាយជាភ្នូរសម្រាប់ពាក្យពេចន៍ស្នេហ៍របស់សូវណ្ណជាច្រើនខែមកហើយនារីញញឹមដោយភាពស្កប់ស្កល់ដែលបានបំបែកស្នេហារបស់បុប្ផានិងសូវណ្ណនារីនៅតែធ្វើពុតជាស្លូតបូតនៅចំពោះមុខបុប្ផាជានិច្ចបុប្ផារង់ចាំសម្បុត្រពីសូវណ្ណជារៀងរាល់ថ្ងៃនៅមាត់បង្អួតនៃវីឡាបុរាណប៉ុន្តែគ្មានសម្បុត្រណាមួយមកដល់ឡើយបុប្ផាចាប់ផ្ដើមយំខ្សឹកខ្សួលនិងគិតថាសូវណ្ណប្រហែលជាភ្លេចសន្យាអស់ហើយបុប្ផាមានអារម្មណ៍ថាខ្លួនឯងត្រូវបានសូវណ្ណបោះបង់ចោលសេដ្ឋីដែលជាឪពុកបានចាប់បង្ខំឲ្យបុប្ផារៀបការជាមួយឆៃដែលជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្ទំបុប្ផាព្យាយាមបាក់ឌីសែតប៉ុន្តែសេដ្ឋីប្រើអំណាចជាឪពុកមកសង្កត់សង្កិនបុប្ផាគ្មានជំរឿអ្វីក្រៅពីយល់ព្រមទាំងទឹកភ្នែកជោកខ្នើយនៅថ្ងៃចាកចេញបុប្ផាបានមកដល់ស្ថានីយ៍រថភ្លើងដើម្បីធ្វើដំណើរទៅរួមនៅផ្ទះប្តីបុប្ផាសម្លឹងមើលទៅក្រៅបង្អួចរថភ្លើងដោយក្តីសង្ឃឹមថាអាចនឹងឃើញសូវណ្ណជាលើកចុងក្រោយសូវណ្ណឈរនៅឆ្ងាយពីស្ថានីយ៍រថភ្លើងទាំងអារម្មណ៍វិលវល់និងឈឺចាប់បំផុតពិធីរៀបការដ៏ធំអស្ចារ្យត្រូវបានប្រារព្ធឡើងនៅក្នុងវីឡាបុរាណរបស់ឆៃបុប្ផាក្រុងឈុតអាពាហ៍ពិពាហ៍យ៉ាងស្អាតប៉ុន្តែផ្ទៃមុខរបស់បុប្ផាពោរពេញដោយភាពក្រៀមក្រំឆៃមិនបានដឹងពីទុក្ខសោកដែលលាក់ទុកក្នុងចិត្តរបស់បុប្ផាឡើយសូវណ្ណឈើមើលពិធីការពីចម្ងាយនៅក្បែររបងវីឡាបុរាណដោយក្តីអស់សង្ឃឹមសូវណ្ណសួរខ្លួនឯងថាហេតុអ្វីបានជាបុប្ផា
មិនដែលឆ្លើយតបសម្បត្តិរបស់សុវណ្ណសំបីតែមួយច្បាប់សុវណ្ណត្រឡប់ទៅចំណោទស៊ីក្លូវិញទាំងដង្ហើមធំស្រងែកស្រងោយពេលវេលាបានកន្លងផុតទៅអស់រយៈពេល3ឆ្នាំយ៉ាងយូរអង្វែងសម្រាប់បុប្ផារស់នៅជាមួយឆៃក្នុងឋានៈជាភរិយាដ៏ល្អប៉ុន្តែបេះដូងរបស់បុប្ផាបានស្លាប់បាត់ទៅហើយបុប្ផាតែងតែនឹកឃើញដល់អនុស្សាវរីយ៍នៃស្រះឈូកជាមួយសុវណ្ណជានិច្ចសុវណ្ណកាន់តែស្គមស្កាំងនិងមានជំងឺរ៉ាំរ៉ៃដោយសារតែការធ្វើការធ្ងន់និងការឈឺចាប់ក្នុងចិត្តសុវណ្ណនៅតែជាស៊ីក្លូចាស់របស់សុវណ្ណកាត់មហាវិថីព្រះនរោត្តមជាដដែលសុវណ្ណឈប់សរសេរសម្បត្តិស្នេហ៍ទៀតហើយព្រោះគិតថាវាគ្មានន័យអ្វីសម្រាប់បុប្ផាថ្ងៃមួយបុប្ផាបានត្រឡប់មកលេងផ្ទះឪពុកវិញបន្ទាប់ពីចាកចេញទៅអស់ជាច្រើនឆ្នាំបុប្ផាដើរមើលគ្រប់កន្លែងក្នុងផ្ទះដើម្បីរំលឹកអនុស្សាវរីយ៍ចាស់បុប្ផាដើរសំដៅទៅផ្ទះបាយចាស់នៃក្រោយវិឡាបុរាណភ្នែករបស់បុប្ផាបានសម្លឹងឃើញឡាដដំប៉ាំងចាស់ដែលបិទជិតដោយធូលីដីបុប្ផាមានអារម្មណ៍ចម្លែកហើយក៏សម្រេចចិត្តបើកទ្វារឡានោះមើលបុប្ផាស្រឡាំងកាំងនៅផ្លែឃើញកញ្ចប់ក្រដាសជាច្រើននៅខាងក្នុងនោះបុប្ផាលោកដៃចាប់យកកញ្ចប់ក្រដាសដែលដាច់ដោយនិងប្រឡាក់ធូលីទាំងនោះមកមើលបុប្ផាបើកសម្បត្តិមួយច្បាប់ដែលសរសេរដោយដៃដែលបុប្ផាស្គាល់យ៉ាងច្បាស់វាគឺជាអក្សររបស់សុវណ្ណដែលសរសេរផ្ញើមកឲ្យបុប្ផាកាលពី3ឆ្នាំមុនបុប្ផាអានសម្បត្តិមួយច្បាប់ហើយមួយច្បាប់ទៀតទាំងទឹកភ្នែកហូរស្រក់មកលើក្រដាសសម្បត្តិនីមួយសុទ្ធតែជាពាក្យសន្យានិងសេចក្តីនឹករលឹកដែលសុវណ្ណមានចំពោះបុប្ផាទើបតែដឹងថាសុវណ្ណមិនដែលបោះបង់បុប្ផាចោលឡើយនារីដើរចូលមកឃើញបុប្ផាកំពុងកាន់សម្បត្តិទាំងនោះក៏មានការភ័យខ្លាចជាខ្លាំងបុប្ផាសម្លឹងមើលមុខនារីដោយក្រសែភ្នែកពោពេញដោយការឈឺចាប់និងសំណួរនារីមិនអាចលះបង់ការពិតបានទេក៏លុតជង្គង់ចុះនារីសារភាពកំហុសទាំងអស់ដែលនារីបានធ្វើចំពោះបុប្ផានិងសុវណ្ណនារីប្រាប់ថាខ្លួនជាអ្នកយកសម្បត្តិទាំងនោះមកលាក់ក្នុងឡដុតនំប៉័ងចាស់ព្រោះតែចិត្តច្រណែនបុប្ផាស្ទើរតែដាច់ខ្យល់ស្លាប់នៅពេលដឹងថាវាសនាត្រូវបានបំផ្លាញដោយសារតែមនុស្សម្នាក់បុប្ផាកាន់សម្បត្តិទាំងនោះរត់ទៅកាន់ស្រះឈូកដែលជាកន្លែងធ្លាប់សន្យាជាមួយសុវណ្ណបុប្ផាយំស្រែកខ្លាំងអំពាវនាវរកឈ្មោះសុវណ្ណក្នុងសេចក្តីអស់សង្ឃឹមបុប្ផាមានអារម្មណ៍វិលមុខហើយក៏ដួលសន្លប់នៅមាត់ស្រះនោះឆៃនិងសទ្ធីបាននាំបុប្ផាត្រឡប់មកសម្រាកក្នុងបន្ទប់វិញដោយក្តីបារម្ភគ្រូពេទ្យប្រាប់ថាបុប្ផាមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរនិងខ្សោយបេះដូងខ្លាំងណាស់បុប្ផាមិនព្រមហូបបាយទឹកឡើយគិតតែពីកាន់សម្បត្តិរបស់សុវណ្ណជាប់នឹងទ្រូងដំណឹងអំពីការឈឺធ្ងន់របស់បុប្ផាបានឮទៅដល់ត្រចៀករបស់សុវណ្ណនៅឯចំណោទស៊ីក្លូសុវណ្ណរត់សំដៅទៅវិឡាបុរាណទាំងគ្មានព្រលឹងក្នុងខ្លួនសុវណ្ណព្យាយាមចូលទៅជួបបុប្ផាប៉ុន្តែត្រូវបានអ្នកយាមទ្វាររារាំងមិនឲ្យចូលយប់នោះបុប្ផាបានដេកយល់សប្តិឃើញខ្លួនឯងនិងសុវណ្ណជាស៊ីក្លូកាត់មហាវិថីព្រះនរោត្តមយ៉ាងសប្បាយរីករាយក្នុងសពិននោះបុប្ផាបានអានសម្បត្តិស្នេហ៍ឲ្យសុវណ្ណស្ដាប់យ៉ាងផ្អែមល្ហែម
បុប្ផាញញឹមទាំងទឹកភ្នែកក្នុងពេលកំពុងសម្រានរងលោ នៅពេលព្រឹកព្រលឹមបុប្ផាបានដេកខ្យល់ស្លាប់យ៉ាងស្ងប់ស្ងាត់នៅលើគ្រែដ៏ប្រណីតក្នុងដៃរបស់បុប្ផានៅតែកាន់សម្បុត្រចុងក្រោយរបស់សុវណ្ណយ៉ាងណែនសេចក្តីស្លាប់បានរំដោះបុប្ផាចេញពីការឈឺចាប់និងការនឹកនាដែលហួសពេលសវណ្ណឈរនៅមុខវីឡាបុរាណនៅពេលឃើញគេលើកម្ជុះរបស់បុប្ផាចេញមកសវណ្ណទុនជង្គង់ដួលលើដីខ្សាក់ហាក់បីដូចជាពិភពលោកទាំងមូលបានរលាយបាត់សវណ្ណមិនអាចសូម្បីតែឃើញមុខបុប្ផាជាលើកចុងក្រោយពិធីបុណ្យសពរបស់បុប្ផាត្រូវបានរៀបចំឡើងយ៉ាងស្ងាត់ស្ងាត់នៅវត្តអារាមមួយក្នុងក្រុងភ្នំពេញសុវណ្ណបានលួចមកអុជធូបនៅមុខក្តារមឈូសរបស់បុប្ផានៅពេលយប់ស្ងាត់សុវណ្ណបានដាក់ផ្កាឈូកមួយបាច់ដែលបុប្ផាចូលចិត្តនៅក្បែររូបថតសុវណ្ណសម្រេចចិត្តចាកចេញពីទីក្រុងភ្នំពេញនិងទុកស៊ីក្លូបុរាណរបស់សុវណ្ណចោលសុវណ្ណដើរសំដៅទៅរកភាពស្ងប់ស្ងាត់និងសាងភ្នួសដើម្បីឧទ្ទិសកុសលជូនបុប្ផាស្នេហ៍ដែលគ្មានវាសនាក៏បានបញ្ចប់ទៅជាមួយវិបដិសារីជាច្រើនសម្បត្តិដែលគ្មានអ្នកអានបានคล้ายជាមេរៀនជីវិតដ៏ជូរចត់បំផុតសម្រាប់មនុស្សគ្រប់គ្នាភាពស្ងៀមស្ងាត់ដែលកើតចេញពីការលាក់បាំងការពិតបានសម្លាប់ជីវិតមនុស្សពីរនាក់យ៉ាងអណោចអាធំមនុស្សយើងមិនគួរទុកឲ្យពាក្យពិតឬកប់ចោលក្នុងភាពងងឹតឡើយរឿងរ៉ាវរបស់សុវណ្ណនិងបុប្ផានៅតែដក់ជាប់ក្នុងចិត្តអ្នកក្រុងភ្នំពេញជារៀងរហូតសេចក្តីស្នេហ៍ពិតមិនមែនស្ថិតលើទ្រព្យសម្បត្តិតែវាស្ថិតលើការថ្វាល់តម្លៃឲ្យគ្នាទៅវិញទៅមកវាសនាដែលហួសពេលគឺជាការឈឺចាប់ដែលមិនអាចព្យាបាលបានដោយអ្វីទាំងអស់